លើកនេះជាលើកទី2ពីខ្ញុំបាញ់ឡងដូចជាបាញ់គ្រាប់ឃ្លីលើកនេះជាលើកទី2ពួកពឹងពេលប្រយ័ត្នពូក្បាល2លើកនេះជាលើកទី2លើកទី1ក៏សុំជំនួយ CG លើកនេះជាលើកទី2អស់ពឹងពាក់តលាក់អញចោលដូចធលីដំណើរជីវិតតែជីវិតលែងដើរដំណើរជីវ័នប្រព័ន្ធទៅរៀបតិចតើគេរួញខ្ញុំតលាក់ចុះពីកម្មចិនដែរខ្លាចខ្ញុំល្អជាងគេមិនហ៊ានសរសើរសប្បាយលីទុកអង្គុយមាត់ទឹកអត់មានលុយចាយដូចកាយពេលព្រឹកគេឲ្យស្រាផឹកគេឲ្យខ្ញុំសប្បាយតែខ្លួនឲ្យស្អាតហើយជាគេផ្សព្វផ្សាយជីវិតអ្នកចម្រៀងដូចជាភ្លៀងធ្លាក់មកមេហើយខ្លាំងរាំងស្ងួតអត់ទាំងលុយផឹកកាហ្វេដូចឡានអត់ស៊ីផ្លេបងតាអត់ស៊ីញេគេមិនសប្បាយចិត្តគេឲ្យការងាយដេលេអ្នកខ្លះស្អាតណាស់អ្នកខ្លះដូចកថោអ្នកខ្លះបកែណាស់បកែខាងបចោបជានឹងបចោបជាឲ្យដោះខោកាយពីជាងគេមកបកហៅកាយចោ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 មិនហៅកាយចោចោចោកាយភ្លឺជាងគេគេមិនហៅកាយចោចោចោកាយភ្លឺជាងគេមិនហៅកាយចោចោចោកាយភ្លឺជាងគេមិនហៅកាយចោចោចោគេថាជន់ដើរបើនឹងកាន់តែខ្ពស់បិសាចមានយុះមើលឃើញយើងកាន់តែច្រើនពីមុនអត់អីតែលើមានឈ្មោះដូចជាមានគ្រោះព្រោះសត្រូវកាន់តែកើនជាយាមរើណាស់មិនឲ្យគេខ្សែលើមិនចង់ធ្វើអ្នកជំរាបរពឹងតែលើ sponsor ខ្ញុំត្រូវការសេរីភាពហើយនឹងភាពស្មោះត្រង់ដែលតែកំណត់ខ្ញុំទោះបីចង់ឬមិនចង់ស៊ីបាយច្រកថងមិនឲ្យអ្នកដំឡងផ្ទះខ្ញុំទិញហើយប៉ុន្តែមិនទាន់ចេញប្លង់កាត់ខ្ញុំកង់ច្រកចូលក្នុងបងខ្ញុំដូចកំភ្លើងដែលគេជឿថាបាញ់ត្រង់អោបកាយលើមេកាយវ័យចំឡាយកាយភ្លឺជាងគេកាយឯងជាចោលឬក៏កាយជាកាយឯងជាចោលឬក៏កាយជាកាយឯងជាចោលឬក៏កាយជាកាយភ្លឺជាងគេមិនបានគេហៅកាយចោចោចោមិនបានហៅកាយចោចោចោកាយភ្លឺជាងគេមិនហៅកាយចោមិនហៅផ្កាយចោចោផ្កាយភ្លឺជាងគេមិនបានហៅផ្កាយចោចោខ្ញុំកំពុងរៀបចំដំណេកសម្លឹងមើលមេឃគឺពលឺយកជ្រៅជាភពឬក៏ជាផ្កាយបើសិនជាផ្កាយមានឈ្មោះអ្វីទៅគ្រប់គ្នាសុទ្ធតែមើលឃើញតើអ្នកណាដាក់ឈ្មោះឲ្យត្រូវឈ្មោះល្អឈ្មោះអាក្រក់ឈ្មោះស្រឡាញ់ឈ្មោះអាគេបាញ់សាច់តែមាត់គេតម្រូវកុំតន់អាលមកបើសិនស្ទាត់កុំមកលៀមខ្ញុំចេញមកអភិវឌ្ឍដូចជាគេធ្វើសង្គ្រាមខ្ញុំចេញមកមានរបៀបតែមិនចង់បលុកបលាក់ខ្ញុំរស់នៅក្នុងសង្គមដែលគេស៊ីក្បាលកាក់មិនតែចេះសោបគេតែគេលួចសោបយើងគេរៀបផ្លូវលេងប្រគល់បញ្ចេញជាមួយនឹងយើងពួកនេះដូចកថាពួកអាចោរត់ពួនវិចារតែវាយប្រហារនៅពេលដែលយើងភ្លេចខ្លួននេះជាសំឡេងនេះគឺជាសារនេះជាសំឡេងដែលចេះចេញពីលីអេងនេះជាសំឡេងញ៉ាចេញពីក្រុមមិនចង់ឲ្យអ្នកដើរទៅធ្លាក់ដូចជាខ្ញុំសួស្ដីខែកដិតដល់ខែដាក់កដាប់ត្រូវការអ្នកកដោពួកអាចចូលមកកដាប់វាមិនមែនកដោតែវាជាកដោវាចង់ធ្វើកធុនតែវាជាកថោជុំមកថោកទៀបស៊ីលើស៊ីក្រោមតែគេចាប់ផែកឯងចេញពីជាកោបនេះគឺជាបុព្វេដែលគេទៅដល់សោនេះគឺជាសំឡេងជាពីបបកាយចោមិនហៅផ្កាយចោផ្កាយភ្លឺជាងគេមិនបានហៅផ្កាយចោផ្កាយភ្លឺជាងគេមិនបានគេហៅផ្កាយចោ